សួស្តីទៅកាន់អ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាដឹងហើយថាទស្សនភាពនៅកោះនៅក្នុងប្រទេសខ្មែររបស់យើងគឺសិតតែកោះស្អាតស្អាតអញ្ចឹងនៅថ្ងៃនេះខ្ញុំនឹងបង្ហាញពីកោះស្ដេចហើយនៅ resort 3កន្លែងនៅលើកោះស្ដេចតើ resort 3កន្លែងនៅកោះស្ដេចហ្នឹងជា resort យ៉ាងម៉េចហើយមានឆ្នេរសមុទ្រណាដែលយើងអាចទៅលេងបាននៅ resort មួយណាដែរអញ្ចឹងបើចង់ដឹងអំពី resort នីមួយៗនៅក្នុងកោះស្ដេចស្អាតហើយអ្នកទាំងគ្នាអាចទៅលេងបានសូមកុំភ្លេចជួយចុច subscribe និងចូលរូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតដែរអរគុណជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រតនលោកនិងផ្ដល់អ្វីៗដែលពិសេសសម្រាប់ពីការធ្វើដំណើរជាមួយពិភពលោកប្រសិនបើអ្នកទាំងអស់គ្នាមានចម្ងល់អាចទាក់ទងមកកាន់ Page Facebook Channel របស់ខ្ញុំនិងប្រាប់ព័ត៌មានឲ្យបានច្បាស់ទៅកាន់អ្នកទាំងអស់គ្នាខ្ញុំមានកក់សន្តាគារសម្បត្តិចំហឡានក្រុងរថភ្លើងក្នុងការធ្វើដំណើរក្រៅប្រទេសពេលដែលអ្នកកម្សាន្តដែរវីដេអូមុនខ្ញុំបានបង្ហាញទៅកាន់អ្នកទាំងគ្នាហើយការដែលយើងបានធ្វើដំណើរចេញពីភ្នំពេញមកដល់ផែកោះស្ដេចបន្ទាប់មកទៀតយើងបានមកលើកោះស្ដេចហើយអញ្ចឹងបើអ្នកទាំងគ្នាចង់ដឹងអាចទៅមើលនៅវីដេអូផ្សេងៗពីការដែលខ្ញុំបានធ្វើដំណើរមកកាន់កោះស្ដេចនឹងដែរឥឡូវនេះវីដេអូនេះគឺខ្ញុំនឹងបង្ហាញពីការដែលខ្ញុំស្នាក់នៅលើកោះស្ដេចហើយនៅ resort ទី1មានឈ្មោះថា Mad Monkey ហើយខ្ញុំកំពុងតែធ្វើដំណើរទៅនេះគឺស្ពានកន្លែងគេចំណតទូករបស់ resort Mad Monkey ហើយកន្លែងហ្នឹងដោយសារតែខ្ញុំជ្រើសរើសដោយសារតែវាឆ្នេរសមុទ្រវែងស្អាតខ្សាច់ពណ៌សទឹកក៏ថ្លាហើយស្រួលលេងដែរនៅ Mad Monkey នឹងដែរបន្តិចទៀតខ្ញុំនឹងបង្ហាញពីខ្ញុំបានចូលទៅក្នុងបន្ទប់ផ្សេងនិងទស្សនវិជ្ជាផ្សេងៗទាំងមូលនៅ resort Mad Monkey ដែរដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលក្នុងការជ្រើសរើសថាអ្នកទាំងអស់គ្នាពេលទៅលេងកោះស្ដេចគួរតែគេងនៅកន្លែងណាដែរស្ដីអ្នកទាំងអស់គ្នាឥឡូវយើងមកដល់ resort ហើយទទួលបាន key ហើយនេះជាបន្ទប់របស់ខ្ញុំនៅដើមគេតែម្ដងបងប្អូនអើយស្រួលបានមើលទេសភាពសមុទ្รงើបពីព្រលឹមឡើងអត់មានបាំងអីគេឲ្យបន្ទប់លេខ1ដល់ឥឡូវយើងចង់ដឹងថាបន្ទប់នៅ Mad Monkey ហ្នឹងគឺវាស្អាតមិនដែរចូលទៅមើលជាមួយខ្ញុំដល់គ្នាបងប្អូនអើយលយណានៅដើមបន្ទប់មុនគេហ្មងបាទអញ្ចឹងយើងបាន key ហើយ scan វាទៅអញ្ចឹងបើកបានហើយតុបគេធំស្អាតល្មមនេះបន្ទប់ទឹកមួយទឹកមួយអីហើយល្ងាចចឹងនេះបាត់ព្រះអាទិត្យលិចបាត់ហើយបងប្អូនអើយពីយប់ហើយណាចឹងឥឡូវនេះដល់ពេលទៅរកអីញ៉ាំហើយនៅតែ Monkey Resort ហ្នឹងវានេះកន្លែងមួយទឹកមួយអីស្រួលបួលពេលយើងលេងទឹកលេងអីហើយណាលើទៅរកកំងមកហូបកំងអីសិនអាស្ពានដែរដើរឡើងមកស្អាតទៅបងប្អូនអើយហើយឥឡូវនេះទៅកន្លែងភោជនីយដ្ឋានរបស់គេកំងអីញ៉ាំពេលងាកឡើងមិនហ្មងថាយើងទៅញ៉ាំអីនៅកន្លែងផ្សេងមិនតែយប់ទៅហត់ទៅអញ្ចឹងយើងទៅកំងអាហារដែលយើងគេងនៅនឹងហ្មងទៅតោះឥឡូវយើងចូលទៅមើលតើគ្នាថានៅហ្នឹងគេមានអាហារអីគេខ្លះហើយតម្លៃប៉ុន្មានអីតោះសូមតាមដាននៅវីដេអូនេះជាមួយគ្នាដែរឥឡូវនេះកំពុងអង្គុយចាំយើងបានកំងមកហូបរបស់គេហើយប៉ុន្តែមកហូបរបស់គេអត់សូវឆ្ងាញ់មែនទេបងប្អូននៅនឹងសម្រាប់រសជាតិរបស់ខ្ញុំហើយខុសពីការកំងរបស់យើងដែរអញ្ចឹងយើងកំងឆាខ្ចីសាច់មាន់បែរចេញជាឆាខ្ចីសាច់ជ្រូកវិញតែដោយសារយកមកយើងតំណដែរក៏យើងយកញ៉ាំទៅជឿនិយាយអីច្រើនអញ្ចឹងពេលយប់ឡើងអីគឺនៅចិត្តហ្នឹងក៏មានកន្លែងដែរគេធ្វើម្ហូបលក់ដែរបងប្អូនអញ្ចឹងយើងដើរចេញទៅបន្តិចឬក៏ដើរទៅភូមិទៅបើមាននៅសល់ពេលឬក៏បងប្អូនជួលកង់ជួលម៉ូតូរបស់គេហើយហ្នឹងគេមានជួលម៉ូតូអគុយអីដែរនេះគ្រប់ធ្វើគេ free បាទអញ្ចឹងដោយសារខ្ញុំអត់ស្រួលខ្លួនខ្ញុំអត់ញ៉ាំច្រើនទេខ្ញុំគ្រាន់តែក្រេបបន្តិចឲ្យដឹងរសជាតិរបស់គេដែរនេះជាទស្សនវិជ្ជាពេលយើងដើរទៅវិញទៅបន្ទប់បាទបន្ទប់របស់ខ្ញុំពីចុងគេហ្នឹងដើមគេតែម្ដងគឺបន្ទប់លេខ1អញ្ចឹងយើងដើរទៅរៀងឆ្ងាយដែរ
ហើយយើងគេងមកជប់ហើយព្រលឹមឡើងគឺយើងនឹងទៅមើលនៅព្រះអាទិត្យរះបាទអញ្ចឹងយើងដើរមើលនៅជុំវិញហ្នឹងទៅទទួលនៅពន្លឺព្រះអាទិត្យពេលព្រឹកឡើងនៅមាត់សមុទ្រវាមួយយ៉ាងដែរអញ្ចឹងបងប្អូនវាស្អាតហើយឆ្នេរសមុទ្រអីក៏មើលទៅតំណងដែរអញ្ចឹងពេលព្រឹកថ្ងៃទី1គឺបងប្អូនខ្ញុំអត់បានលេងទឹកលេងអីទេតតែស្អែកព្រលឹមឡើងទើបខ្ញុំកម្រោលេងទឹកនៅ resort Mad Monkey ហ្នឹងព្រោះយើងត្រូវការប្រញាប់ដើរទៅចូលទៅក្នុងភូមិឬក៏ទៅលេងនៅresort គេផ្សេងៗនៅកោះស្ដេចដែរសាច់នឹងសស្គប់ចាំថតខាងក្រោយឲ្យមើលវិញសម្រាប់ Resort Mad Monkey គឺឆ្នេរសមុទ្រធំស្អាតខ្សាច់ពណ៌សទឹកក៏ស្រួលលេងអីដែរអញ្ចឹងនៅកោះស្ដេចហ្នឹងគឺ Resort នៅកន្លែងហ្នឹងដែលមានឆ្នេរធំជាងគេដើរព្រលឹមឡើងខែប្រាំស្ដាប់ទឹកកឡោពេលព្រឹកលើឆ្នេររះលើមកទៅចាក់សួរបងប្អូនហ្នឹងមកខែ1ដើរដល់ចុងដល់ចុងស្បែកគេហើយចំណប់ទុកពេលយើងជីកមកពីខាងក្រៅពីខាងមកទៀតមកកាន់ resort Mad Monkey នឹងវាជួបបណ្ដោះដែរអានេះទុកហើយជាគេសម្រាប់ជីកទៅដើរលេងកោះហើយគឺគេថាទុកនឹងពេលថ្ងៃយើងឡើងទៅវិញប្រហែលជាភ្ញៀវគេជូនទៅអញ្ចឹងយើងត្រូវបង់សេវាកម្មហ្នឹងអញ្ចឹងមើលថ្ងៃទឹកចាំបាទមិនចាំក្នុង5ហើយតម្លៃចូលទុកទៅលេងកោះអីប្រហែលជាខ្ទង់100ជាងអាហ្នឹងមើលតាមវីដេអូរបស់គេដែរក៏បានសួរដែរតិចទៀតនឹងទៅដើរលេងនៅក្នុងភូមិហើយចូលទៅមើលកន្លែងដូងហ្នឹងហើយប្រហែលជាទៅរកញ៉ាំនៅក្នុងភូមិលើគេថានៅក្នុងភូមិមានរបស់ញ៉ាំច្រើនហើយធូរថ្លៃអញ្ចឹងណាហើយឆ្ងាញ់ទៀតអញ្ចឹងតិចទៀតទៅដើរលេងក្នុងភូមិជាមួយខ្ញុំដល់គ្នាបាទអញ្ចឹងវីដេអូនៅក្នុងភូមិខ្ញុំនឹងកាត់ដោយ like គ្នាកុំភ្លេចតាមដាននៅវីដេអូនៅក្នុងភូមិដែរអញ្ចឹងវីដេអូនេះគឺក្បាលមុនដំបូងខ្ញុំនឹងបង្ហាញពីនៅ resort Mad Monkey ដើម្បីអ្នកទាំងគ្នាអាចជ្រើសរើសមកកន្លែងហ្នឹងព្រោះកន្លែងហ្នឹងវាទិដ្ឋភាពស្អាតដែរយើងអាចថតរូបភាពស្អាតអ្នកទាំងគ្នាសម្រេចចិត្តតាមរយៈ resort 3ដែលខ្ញុំណែនាំទៅកាន់អ្នកទាំងគ្នាដែរប៉ុន្តែមានផ្ទះសំណាក់ឬក៏មាន resort តូចៗផ្សេងៗដែលអ្នកទាំងគ្នាអាចជ្រើសរើសគិតថាតម្លៃមួយណាដែលអ្នកទាំងគ្នាគិតអាចចូលទៅស្នាក់នៅបានឬក៏អាចទៅលេងបានដែរចឹងនេះជាវីដេអូដែលខ្ញុំបង្ហាញនៅ Mad Monkey ទិដ្ឋភាពរបស់វាទាំងមូលហ្នឹងគឺវាស្អាតមិនឆ្នេរមិនអីចឹងដើម្បីអ្នកទាំងគ្នាងាយស្រួលក្នុងការដែលសម្រេចចិត្តដែរនេះចូលដល់ថ្ងៃផ្សេងទៀតហើយចឹងអ្នកទាំងគ្នាអាចមើលទៅគឺឆ្នេររបស់វាគឺធំខ្លាំងមែនទែនហើយមានកន្លែងថតរូបស្អាតៗច្រើនមែនទែនបាទអញ្ចឹងប៉ុន្តែគ្រាន់តែខ្ញុំបញ្ជាក់ទៅកាន់អ្នកទាំងគ្នាបន្តិចដោយសារតែថ្ងៃដែលខ្ញុំទៅហ្នឹងគឺ Wi-Fi គឺអត់មានទេហើយសម្រាប់ប្រព័ន្ធយើងប្រើ SIM តាមរយៈទូរស័ព្ទរបស់យើងហ្នឹងគឺប្រព័ន្ធផ្សេងៗគឺអត់ដើរទេ smartphone ដើរតាមកន្លែងទៀតអញ្ចឹងដោយសារតែនៅកន្លែងហ្នឹងគេ Wi-Fi ដាច់គេអត់ទាន់បានតអញ្ចឹងសង្ឃឹមថាខាងតែគេអាចរួចរាល់តទៅដើម្បីយើងអាចមានអ៊ីនធឺណិតប្រើព្រោះអ៊ីនធឺណិតវាចាំបាច់ក្នុងការប្រើដែរហើយសម្រាប់បន្ទប់វិញគឺវាមកល្មមសមរម្យដែលយើងអាចទទួលយកបានតែពិបាករឿងមួយគឺសម្រាប់ key ដែលគេlock ដោយយើង scan អញ្ចឹងណាប្រើកាត scan អញ្ចឹងនៅពេលដែលសោរបស់យើង scan ហើយសម្រាប់បន្ទប់របស់ខ្ញុំមិនដឹងថាបន្ទប់គេផ្សេងៗមិនទេគឺបន្ទប់របស់ខ្ញុំគឺពេលដែល scan ទៅគឺវាដើរហើយប៉ុន្តែពេលដែលយើង lock ហើយយើងគ្រាន់តែទាញកត្រាក់បន្តិចទ្វារនោះបើកហើយដោយសារតែទ្វារហ្នឹងគឺអត់មានខ្ទាស់ពីខាងក្នុងអញ្ចឹងវាមើលទៅវា comfort សម្រាប់យើងអញ្ចឹងណាគឺមានអីខ្ទាស់នៅពីខាងក្នុងហ្នឹងទៅរហូតដល់ថ្ងៃទី2ទៅខ្ញុំបានតាក់ទងទៅខាងអូតែទៅគេមកជួសជុលទៅរៀងមកជាងមុនបន្តិចប៉ុន្តែគ្រាន់តែពេលដែលយើងយប់ឡើងយើងដេកគឺ
dương nơi ta bảo đảm hướng thuê nâng tại đại thì và chứ nhung còn tại này luôn tại cái này tao kia cho nó về đại này tao kia tới cô đã mưa thuê nó ở ban số bùa sân tới mà lỡ dương bàn lên tập ấy rồi sao đâu nhung còn tại thọ trục tế bóng bao là nó cứ mẹ bàn chỉ ấy tới tế cứ còn tại trong thọ trục hiệp sạch sạch thì và tao một tiết nơi cái lại nó cái miền ở Steam Sona ấy cho nó bóng bao này có free đài xem làm này đại kia nó còn tại miền tập tự chạy tập đa miền cái lại Steam miền hay tập bọc kê bóng baoសម្រាប់នៅថ្ងៃទី3គឺខ្ញុំអត់ចំណាយពេលទៅណាទេគឺខ្ញុំចំណាយពេលកន្លះថ្ងៃគឺនៅក្នុង resort ហ្នឹងតែម្ដងគឺយើងលេងឆ្នេរសមុទ្ររបស់គេមក steam sauna ហើយទៅថតនៅកន្លែងអាងហែលទឹកអីចឹងគេមានដាក់អីគេឲ្យយើងលេងច្រើនដែរនេះជាអាងហែលទឹករបស់គេបងប្អូនយើងទៅលេងនៅក្នុងអាងហែលទឹកហើយយើងទៅថតរូបថតអីនៅកន្លែងហ្នឹងដែរអ្នកទាំងអស់គ្នាបានឃើញនៅ resort ទី1ដែលខ្ញុំបានបង្ហាញទៅកាន់អ្នកទាំងអស់គ្នាហើយខ្ញុំនឹងឈានចូលទៅកាន់ resort ទី2កោះស្ដេច resort ដែរបាទអញ្ចឹងកន្លែងហ្នឹងក៏ល្បីដូចគ្នាដែរពេលគេនិយមទៅកោះស្ដេចក៏គេមកកន្លែង resort កោះស្ដេចហ្នឹងដែរអញ្ចឹងមកខ្ញុំមកហ្នឹងគឺខ្ញុំញ៉ាំបាយថ្ងៃត្រង់នៅ resort ហ្នឹងតែម្ដងបាទនេះជា resort កោះស្ដេចជាទិដ្ឋភាពទាំងមូលកន្លែងហ្នឹងគេធ្វើដូចរបៀបបោះតង់អញ្ចឹងបងប្អូនមិនដែរគ្រាន់តែគេធ្វើរោងធ្វើអីអញ្ចឹងទៅហើយថ្ងៃដែលខ្ញុំទៅហ្នឹងមានគេធ្វើកម្មវិធីជប់លៀងប្រហែលជាសម្រាប់បុគ្គលិកមានអីអញ្ចឹងកន្លែងហ្នឹងក៏ឆ្នេរវាស្អាតដែរគ្រាន់តែវារៀងតូចតិចអញ្ចឹងវាមើលទៅវាមួយយ៉ាងម្នាក់ទេបងប្អូនកន្លែងថតរូបភាពអីក៏ស្អាតចាប់អារម្មណ៍ដែរអញ្ចឹងខ្ញុំដើរមើលនៅជុំវិញហ្នឹងទៅដើម្បីបង្ហាញនៅទិដ្ឋភាពទៅកាន់បងប្អូនទាំងអស់គ្នាហើយទីទៀតខ្ញុំនឹងទៅកំងម្ហូបនៅ resort កោះស្ដេចហ្នឹងតែម្ដងបាទអញ្ចឹងជំរឿមើលម្ហូបនៅកន្លែងហ្នឹងវាមានរសជាតិមិនដែរហើយសម្រាប់តម្លៃគឺវាសមរម្យទេសម្រាប់យើងបាទវាមិនថ្លៃអីណាស់ណាទេបងប្អូនបន្ទាប់ពីដើរមើលនៅ resort កោះស្ដេចនឹងហើយយើងក៏មកភោជនីយដ្ឋានរបស់គេព្រោះដោយសារវារៀងថ្ងៃត្រង់ហើយអញ្ចឹងយើងក៏មកហូបពីមុខមានស្ងោរជ្រក់ត្រីនិងញាំមីសួរគ្រឿងសមុទ្រហើយសម្រាប់ភេសជ្ជៈហើយនឹងបាយហើយមកហូបពីមុខហ្នឹងគឺអស់ចិត្ត$20អញ្ចឹងតម្លៃវាសមរម្យព្រោះដោយសារតែ resort របស់គេគឺស្អាតហើយសម្រាប់រសជាតិគឺវាឆ្ងាញ់មកល្មមដែលយើងអាចទទួលយកបានដែរអញ្ចឹងនៅពេលដែលយើងញ៉ាំអីហើយយើងក៏ដើរថតរូបថតអីលេងធ្វើជាវីដេអូដើម្បីបង្ហាញទៅកាន់អ្នកទាំងគ្នាដែរហើយនៅកោះស្ដេច resort ហ្នឹងគឺកន្លែងគេជិះចេកអញ្ចឹងអ្នកទាំងគ្នាចង់ជិះចេកអីគឺមកជិះនៅកន្លែងកោះស្ដេច resort នឹងបានដែរអញ្ចឹងក៏មកប្រមាហោហើយបើអ្នកទាំងគ្នាចង់មកលេងឆ្នេររបស់គេហើយអត់ញ៉ាំអាហារដូចពួកខ្ញុំគឺអាចបង់ថ្លៃសេវារបស់គេគឺថ្លៃសេវារបស់គេគឺអាចដូរនៅភេសជ្ជៈបានមួយមុខដែរអញ្ចឹងកុំឲ្យរំលងអ្នកទាំងគ្នាអាចមកលេងនៅ resort កោះស្ដេចនឹងបានដោយសារតែនៅហ្នឹងគឺគេអត់តម្រូវឲ្យយើងស្នាក់នៅឬក៏អីទេគ្រាន់តែយើងបង់ថ្លៃសេវាឬក៏ញ៉ាំនៅអាហារនៅកន្លែងគេដែរសម្រាប់នៅទីតាំងនៅកន្លែងហ្នឹងគឺខ្ញុំអត់ដឹងថាការស្នាក់នៅយ៉ាងម៉េចឬក៏កន្លែងរបស់គេគឺវាមើលទៅស្អាតហើយខ្ញុំអាច recommend ឲ្យអ្នកទាំងអស់គ្នាអាចមកស្នាក់នៅនឹងបានទេដោយសារតែយើងអាចស្នាក់នៅនឹងដែរប៉ុន្តែបើអ្នកទាំងអស់គ្នាចង់ដឹងអំពីតម្លៃ resort កោះស្ដេចនឹងដែរខ្ញុំមានការទទួលសេវាកម្មនៅកក់នៅ hotel គ្រប់ទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេសដែរអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ដឹងអាច comment នៅក្នុងវីដេអូរបស់ពួកខ្ញុំបានដែរហើយយើងក៏បានថតរូបបន្តទៀតថតធ្វើជាវីដេអូដើម្បីអ្នកទាំងអស់គ្នាដឹងហើយជ្រើសរើសកន្លែងគេងដែលអ្នកទាំងអស់គ្នាគិតថាស្អាតសម្រាប់អ្នកទាំងអស់គ្នានៅពេលដែលយើងភ្ញាក់ពីគេងឡើងបានមើលព្រះអាទិត្យរះអីចឹងអាចជ្រើសរើសបានដែរ
បន្ទាប់ពីអ្នកទាំងគ្នាបានឃើញនៅ resort ទី2ហើយគិតយ៉ាងម៉េចដែរវាស្អាតអត់ហើយនឹងទី1ហើយនឹងទី2អ្នកទាំងគ្នាគិតមិនដែរឥឡូវនេះជា resort ទី3ដែលខ្ញុំបង្ហាញទៅកាន់អ្នកទាំងគ្នាជា resort ដែលអ្នកណាគេដែលចង់ទៅកោះស្ដេចគឺគេចង់ទៅកន្លែងនឹងខ្លាំងមែនទែនគឺកោះអភិជន resort កន្លែងនោះគឺស្អាតខ្លាំងមែនទែនដូចនៅម៉ាឌីវដូចនៅម៉ាឡេស៊ីអញ្ចឹងដែលគេធ្វើនៅ resort នៅលើទឹកអញ្ចឹងគ្រាន់តែនៅកន្លែងនោះរៀងថ្លៃបន្តិចពិសេសដែលផ្ទះនៅលើទឹកហ្នឹងគឺថ្លៃខ្លាំងមែនទែន resort ទី3ហ្នឹងគឺខ្ញុំបានទៅញ៉ាំអាហារពេលយប់ឡើងនៅ resort ហ្នឹងតែម្ដងហើយដើម្បីថតជាវីដេអូថតរូបភាពដើម្បីចែកជូនទៅកាន់អ្នកទាំងគ្នាថាកោះអភិជន resort ហ្នឹងគឺវាស្អាតជាងម៉េចដើម្បីឲ្យអ្នកទាំងគ្នានៅពេលដែលទៅអ្នកទាំងគ្នាអាចទៅញ៉ាំអីនៅកន្លែងហ្នឹងក៏បានឬក៏ចង់ទៅស្នាក់នៅកន្លែងហ្នឹងដែរអញ្ចឹងបើអ្នកទាំងគ្នាចង់ស្នាក់នៅហ្នឹងចង់ដឹងអំពីតម្លៃផ្សេងៗអ្នកទាំងគ្នាអាចសួរតាមរយៈ page Ben Traveler ឬក៏អាច comment សួរនៅក្នុង channel របស់ខ្ញុំនៅខាងក្រោមពួកខ្ញុំនឹងរីករាយប្រាប់ទៅកាន់អ្នកទាំងគ្នាដែរចាឥឡូវនេះក៏ថតរូបចែកជូនទៅកាន់អ្នកទាំងគ្នាហើយខ្ញុំនឹងនាំអ្នកទាំងគ្នាធ្វើដំណើរចូលទៅកាន់កោះអភិជនហ្នឹងជាមួយនឹងគ្នាតើកោះអភិជន resort ហ្នឹងវាស្អាតយ៉ាងម៉េចដែរនៅខាងក្នុងហើយគេធ្វើយ៉ាងម៉េចតាក់ទាញនៅភ្ញៀវទេសចររបស់គេដែរតោះឥឡូវចូលទៅខាងក្នុងជាមួយនឹងខ្ញុំទាំងអស់គ្នាបាទបងប្អូនបានកង់គេមួយទុកនៅខាងក្រៅហ្នឹងគឺយកជីកតែម្ដងតែប៉ាត់យកជីកហ្នឹងគឺដើម្បីយកជីកថតរូបទេបាទជីកហើយក៏ត្រឡប់មកវិញហើយយកទៅទុកឲ្យគេវិញដែរទេកន្លែងហ្នឹងគឺវាជីកកង់ជីកអីគឺតំណងខ្លាំងមែនទែនហើយបុគ្គលិកនៅហ្នឹងក៏គេជីកកង់ចូលទៅធ្វើការនៅក្នុងភោជនីយដ្ឋានរបស់គេនៅចុងនោះដែលកន្លែងគេទទួលភ្ញៀវភោជនីយដ្ឋាននៅខាងក្នុងនឹងដែរបងប្អូនបាទជីកហើយយកទុកឲ្យគេដើរវិញដែរអញ្ចឹងឥឡូវនេះយើងដើរចូលទៅខាងក្នុងយ៉ាងមិនដែរបងប្អូនទិដ្ឋភាពស្អាតអត់បាទគឺស្អាតខ្លាំងមែនទែនហើយថ្ងៃដែលខ្ញុំទៅហ្នឹងគឺមានភ្ញៀវទេសចរច្រើនមានទាំងភ្ញៀវជាតិភ្ញៀវអន្តរជាតិអីដែរគេមកគេនៅកន្លែងហ្នឹងហើយក៏មកញ៉ាំអាហារនៅក្នុងហ្នឹងដែរបាទនេះជាភោជនីយដ្ឋានរបស់គេបាទខ្ញុំកំពុងតែដើរចូលទៅហើយយ៉ាងមិនដែរបងប្អូនកោះអភិជនរតហ្នឹងមានទិដ្ឋភាពយ៉ាងមិនដែរអ្នកទាំងគ្នាចាប់អារម្មណ៍អត់មកហាងមើលកោះអភិជនញ៉ាំអាហារពេលល្ងាចខ្លះគេចង់មិនដែរគាត់ថាវាស្អាតស្អាតបតៃម្យ៉ាងនៅចង់ទៅមកគឺអ្នកតគ្នាឃើញទស្សនវិជ្ជានៅក្នុងភោជនីយដ្ឋានរបស់គេហើយកន្លែងដែលយើងដើរហ្នឹងគេធ្វើកញ្ចក់ហើយពេលយប់ឡើងគេបើកភ្លើងគឺស្អាតមែនទែននៅកន្លែងដែលយើងដើរហ្នឹងនេះជាអាងទឹករបស់គេប៉ុន្តែខ្ញុំអត់មានគម្រោងទៅលេងអាងទឹកនៅក្នុងហ្នឹងទេពួកកន្លែងហ្នឹងក៏ត្រូវបង់លុយដែរបើយើងចង់លេងទឹកដែរអញ្ចឹងគាត់តែមកថតរូបថតអីទុកធ្វើជាអនុស្សាវរីយ៍ហើយថតជាវីដេអូដើម្បីចែកជូនទៅកាន់អ្នកនរគ្នាឲ្យអ្នកនរគ្នាដឹងថាទស្សនវិជ្ជាទាំងមូលនៅក្នុងកោះអភិជន resort ហ្នឹងវាមើលទៅស្អាតហើយតាក់ទាញយ៉ាងម៉េចដែរពិសេសកន្លែងសំណាញ់ដែលគេយើងទុកឲ្យយើងអង្គុយលេងហ្នឹងមើលថ្ងៃលិចថ្ងៃអីហ្នឹងអញ្ចឹងវាស្អាតខ្លាំងចឹងយើងក៏ថតរូបថតអីព្រោះដោយសារថាពេលល្ងាចហើយចិត្តម៉ោង6តិចទៀតព្រះអាទិត្យលិចបាត់ហើយអញ្ចឹងយើងមកញ៉ាំអីនៅកន្លែងហ្នឹងអញ្ចឹងទីទៀតខ្ញុំនឹងបង្ហាញពីមុខហូបដែលខ្ញុំបានកំងញ៉ាំនៅក្នុងកោះអភិជន resort ហ្នឹងដែរដើរមើលហើយថតនៅរូបភាពអីហើយយើងក៏កំងមកហូបរបស់យើងថ្ងៃហ្នឹងគឺយើងញ៉ាំសាច់គោឡើងភ្នំបាទគឺមួយឈុតហ្នឹងហើយទាំងភេសជ្ជៈទាំងអីហ្នឹងគឺអស់$30ជាងគេមានតាក់មានសវិសមានអីចឹងដែរបាទអញ្ចឹងគឺអស់$30ជាង2នាក់នេះជាទិដ្ឋភាពអាងទឹកនៅពេលយប់ឡើងហើយក្នុងភោជនីយដ្ឋានទាំងមូលនៅក្នុងពេលយប់ឡើងដែរហើយនេះជាកោះអភិជន resort បាទនៅពេលយប់ឡើងបងប្អូនគិតមិនដែរបាទគឺស្អាតមែនតើអញ្ចឹងអរគុណច្រើននៅវីដេអូទាំង3 resort នេះបងប្អូនអាចជ្រើសរើសបាទបងប្អូនគិតថាតម្លៃវាសមរម្យហើយជ្រើសរើសយកនៅ
កន្លែងណាដែលគិតថាពេលទៅលេងកោះស្ដេចអាចចូលទៅស្នាក់នៅបានប៉ុន្តែបើគិតថាតម្លៃរៀងថ្លៃអ្នកទាំងអស់គ្នាអាចទៅគេងនៅផ្ទះសំណាក់ឬក៏ resort ដែលមានតម្លៃមួយដែលសមរម្យនៅក្នុងកោះស្ដេចដែរហើយអ្នកទាំងអស់គ្នាហើយចង់ទៅលេងនៅកន្លែងហ្នឹងអាចទៅញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានហ្នឹងដែរអរគុណច្រើនដែលអ្នកទាំងអស់គ្នាតាមដាននៅវីដេអូនេះហើយបើពេញចិត្តនៅវីដេអូនេះសូមកុំភ្លេចជួយចុច Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតដែរ